រឿងចៅត្រជាក់តូតេកាលពីព្រៃនាយមានយាយតាពីរនាក់ប្តីប្រពន្ធគ្មានកូនចៅនឹងគេសោះគាត់បានចិញ្ចឹមឆ្កែមួយគ្រាន់តែជាគ្នាក្នុងការធ្វើដំណើរទៅចំការដែលនៅឆ្ងាយពីភូមិដោយសារគាត់ធ្វើស្រែចំការមិនបានផលគាត់ក៏ធ្លាក់ខ្លួនក្រីក្រស្ទើរតែរកបាយបរិភោគមិនបានកូនទេវតាឃើញដូច្នេះហើយក៏និយាយប្រាប់ម្ដាយថាអ្នកម៉ែកូនអាណិតពួកគាត់ទាំងពីរខ្លាំងណាស់កូនសុំទៅជួយពួកគាត់តើបានទេម្ដាយឆ្លើយថាកូនទៅជួយគេចោះបើគេពិតជាមនុស្សល្អមែនតែបើគេជាមនុស្សអាក្រក់ចូលកូនវិលមកវិញថ្ងៃមួយនៅពេលត្រឡប់ពីចំការវិញឆ្កែដែលរត់ទៅមុនយាយតាវាក៏ព្រុសយ៉ាងខ្លាំងព្រោះឃើញត្រចៀកនៅលើក្បាលដំបូកតាលមើលទៅលើដំបូកគ្មានឃើញអ្វីសោះក៏ឆ្ងល់ហើយសួរទៅយាយថាតើយាយឯងមិនបានឃើញអ្វីទេយាយក៏ឆ្លើយថាខ្ញុំអត់បានឃើញអ្វីដែរទេតាដោយសារតែឆ្កែចេះតែព្រុសពេកហើយមិនព្រមដើរចេញពីដំបូកតាក៏បានដើរទៅជិតដើម្បីពិនិត្យមើលស្រាប់តែប្រទះឃើញត្រចៀកតាភ័យណាស់ប្រញាប់ឈានជើងដើរចេញពីដំបូកតែត្រចៀកនោះនិយាយមកកាន់តាថាសូមតាអាណិតយកខ្ញុំទៅជាមួយផងខ្ញុំសូមទៅជាមួយតាដែរតាំងពីអ្នកយាយតាឆ្ងល់ណាស់ថាហេតុអ្វីបានជាត្រចៀកនេះចេះនិយាយឮដូច្នេះគាត់ក៏សម្រេចចិត្តយកត្រចៀកនោះឲ្យទៅនៅឯផ្ទះជាមួយដែរប៉ុន្តែគាត់ទុកដាក់ត្រចៀកនៅគៀនព្រោះខ្លាចក្រែងគេមកឃើញខ្មាស់គេរៀងរាល់ថ្ងៃគាត់តែងតែទៅធ្វើចំការតែពេលត្រឡប់មកដល់ផ្ទះវិញគាត់បើកឆ្នាំងបាយមានបាយឆ្អិនស្រាប់បើកឆ្នាំងសម្លមានសម្លយ៉ាងឈ្ងុយឆ្ងាញ់ពេលយកក្អមទៅដងទឹកស្រាប់តែមានទឹកពេញក្អមបើកល្អីកញ្ជើក៏មានស្រូវអង្ករពេញគាត់ប្រាថ្នាចង់បានអ្វីគឺកើតមានឯងពេលនៅជាមួយយាយតាបានមួយរយៈមកចៅត្រចៀកទទេនិយាយថាពុកម៉ែអើយកូនចង់បានប្រពន្ធយាយតាបើកភ្នែកធំសួរទៅចៅត្រចៀកទទេថាកូនឯងស្រឡាញ់អ្នកណាហើយហ្នឹងចៅត្រចៀកទទេឆ្លើយថាខ្ញុំស្រឡាញ់ម្ចាស់ស្ត្រីពៅយាយឆ្លើយតបទៅវិញដោយភ័យថាម៉ែពុកមិនហ៊ានទៅដណ្ដឹងទេចៅត្រចៀកទទេឆ្លើយដោយបង្ខំថាម៉ែពុកអញ្ជើញទៅកុំខ្លាចអីខ្ញុំធានាច្បាស់ជាបានដោយសារគាត់យល់ថាចៅត្រចៀកទទេមានឫទ្ធិហើយអាណិតចៅត្រចៀកទទេដែលចេះតែអង្វរពេកពួកគាត់ក៏សម្រេចចិត្តទៅតាមបំណងចៅត្រចៀកទទេពេលដើរទៅដល់ខ្លោងទ្វារព្រះរាជវាំងឆ្កែយាយតាចេះតែព្រុសខ្លាំងពេកអ្នកយាមក៏មកសួរគាត់ថាតើយាយតាមកនឹងមានការអ្វីដែរយាយតាឆ្លើយថាខ្ញុំមានការបន្តិចបន្តួចចង់កល់ព្រះរាជាអ្នកយាមក៏រត់ទទួលព្រះរាជាក៏អនុញ្ញាតឲ្យយាយតាចូលគាល់ពេលចូលដល់ប្រាសាទអង្គុយកល់ព្រះរាជាស្រួលបួលហើយយាយតាបន្ទូលប្រាប់តាមបំណងចៅត្រចៀកទទេព្រះរាជាទ្រង់ព្រះសម្រួលហួសព្រះទ័យហើយឲ្យអាមាត្យទុំស្គួរហៅបុត្រីទាំង7អង្គពេលយាងចេញមកអស់ហើយព្រះរាជាមានព្រះបន្ទូលប្រាប់បុត្រីទាំងអស់ឲ្យបានដឹងគ្រប់សេចក្តីព្រះរាជធីតាបងទាំង6អង្គសើចហើយស្ដោះទឹកមាត់ដាក់យាយតាតែព្រះរាជបុត្រីពៅដែលមិនស្ដោះទឹកមាត់នោះ
ក៏មិនមានប្រតិស្រឡាញ់ចោលត្រជាក់ទទេដែរឃើញសភាពការដូច្នោះព្រះរាជាក៏មានព្រះរាជបន្ទូលឲ្យយាយតាវិលត្រឡប់ទៅផ្ទះវិញពេលទៅដល់ផ្ទះវិញយាយតាដំណើរប្រាប់ចោលត្រជាក់ទទេតាមដំណើររឿងតែចោលត្រជាក់ទទេនៅតែទទូចអង្វរយាយតាឲ្យទៅម្ដងទៀតស្អែកឡើងដំណើររឿងប្រព្រឹត្តទៅដូចពីថ្ងៃម្សិលមិញដែរហើយឥតបានសម្រេចដដែលតែចៅត្រជាក់ទទេអង្វរយាយតាដោយនិយាយថាលើកទី3នោះច្បាស់ជាបានលទ្ធផលមិនខានសូមពុកម៉ែអញ្ជើញទៅទៀតកុំភ័យខ្លាចឲ្យសោះនៅថ្ងៃទី3ប្រព្រឹត្តទៅដូចថ្ងៃទី1និងថ្ងៃទី2ដដែលប៉ុន្តែចុងក្រោយកូនច្បងតាំង6ដែលធ្លាប់ស្ដោះទឹកមាត់ដាក់យាយតាចូលផុតអស់ទៅគឺនៅសល់តែព្រះនាងពៅមួយអង្គក្រោយគេនោះព្រះរាជាខត់ហើយសួរថាតើបុត្រីពៅយល់ព្រមទេបើបិតាលើកបុត្រីឲ្យទៅចៅត្រជាក់ទទេព្រះនាងពៅឆ្លើយថាបុត្រយល់ព្រមគ្រប់បញ្ហាតាមព្រះតីព្រះបិតាទាំងអស់ប្រសិនបើព្រះបិតាយល់ព្រមលើកបុត្រឲ្យទៅចៅត្រជាក់ទទេបុត្រក៏យល់ព្រមតាមដែរព្រះរាជាមានព្រះរាជបន្ទូលប្រាប់ទៅយាយតាថា5ថ្ងៃទៀតយើងនឹងរៀបពិធីមង្គលការបុត្រីពៅតែចូលយាយតាធ្វើស្ពានមាសស្ពានប្រាក់ពីផ្ទះយាយតាមកដល់ព្រះរាជវាំងព្រមទៅដោយពុះភាវនាការសុទ្ធតែមានតម្លៃតម្កល់លើជើងពៀនមាសជើងពៀនប្រាក់កំបីខានយាយតាក៏ថ្វាយបង្គំលាព្រះរាជាត្រឡប់ទៅផ្ទះវិញដោយផិតភ័យយ៉ាងខ្លាំងពេលដល់ផ្ទះគាត់បានរៀបរាប់គ្រប់យ៉ាងប្រាប់ដល់ចៅត្រជាក់ទទេតែចៅត្រជាក់ទទេតបវិញដោយសេចក្តីសប្បាយហើយនិយាយថាសូមពុកម៉ែកំភៃចាំមើលកូនហោះទៅយកអ្វីនៅលើមេឃថារួចចៅត្រជាក់ទទេហោះចុះហោះឡើងយកអ្វីមកទុកដាក់ពោពេញភូមិតាមកាលកំណត់ថ្ងៃទី5ស្រាប់តែព្រះរាជាឮភ្លេងប្រគំយ៉ាងកក្រឹកកក្រែងព្រមទាំងមានមនុស្សដង្ហែបណ្ណាការលើស្ពានមាសស្ពានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធំយាយតាអរណាស់លើកចៅត្រជាក់ទទេដាក់លើជើងពៀនមាសបំរុងនឹងលើកទូលដាក់លើក្បាលតែចៅត្រជាក់ទទេខត់ថាម៉ែពុកកុំទូលកូនកាន់ត្របានហើយព្រមទៅដោយបណ្ណាការយ៉ាងច្រើនទៀតនោះបងនាងពៅនាំគ្នាសើចហើយនិយាយថាទោះបីច្រើនលើសនឹងទៀតក៏មិនយកដែរទៅស្រឡាញ់អ្វីដែលមានត្រជាក់ទទេអីចឹងនោះពេលផ្ទឹមចងដៃព្រះនាងពៅបាននឹងយាយតាចងអំបោះនៅដៃចំណែកឯចៅត្រជាក់ទទេវិញព្រះរាជានឹងយាយតាពាក់អំបោះលើត្រជាឲ្យពិធីមង្គលការបានចប់សពគ្រប់ហើយព្រះរាជាអនុញ្ញាតឲ្យបុត្រីទៅរស់នៅឯផ្ទះយាយតាជាមួយចៅត្រជាក់ទទេ3ថ្ងៃក្រោយមកព្រះរាជាចង់សាកល្បងក៏ឲ្យអាមាត្យទៅហៅយាយតានិងព្រះនាងពៅមកចូលគាល់ទទឹមនឹងនោះក៏បានឲ្យអាមាត្យទៅយាងព្រះនាងបងទាំង6អង្គចូលមកគាល់ដែរពេលមកដល់គ្រប់គ្នាអស់ហើយព្រះរាជាមានព្រះបន្ទូលប្រាប់អ្នកទាំងអស់នោះថាបិតាមានកិច្ចការចង់ធ្វើបុណ្យដាក់ទានដល់អាណាប្រជានុរាស្ត្រនៅថ្ងៃស្អែកចូលបុត្រទាំងអស់រៀបចំបាយទឹកម្ហូបអាហារឲ្យបានច្រើនក្នុងម្នាក់មាន100មុខយ៉ាងតិចពេលមកដល់ផ្ទះវិញព្រះនាងពៅយំសោកយ៉ាងខ្លាំងព្រោះនឹកគិតថាប្តីមានតែត្រជាក់ទទេ
តើអាចរកមហូបមួយរយមុខឯណាបានពេលឃើញប្រពន្ធយំចៅត្រជាទៅទេសើចហើយលួងព្រះនាងពៅរួចនិយាយថាចូលព្រះនាងកុំយំអីជូតទឹកភ្នែកទៅព្រឹកស្អែកឡើងដាំបាយដាក់លើត្រជាបងហើយអង្កត់ឈើអង្កត់អស់ពីលើព្រឹកស្អែកឡើងព្រះនាងពៅធ្វើតាមប្តីបង្គាប់ចៅត្រជាទៅទេក៏ហោះទៅប្រាប់ម្ដាយឲ្យជួយរំពេចនោះក៏ស្រាប់តែមានលេចចេញមហូបរាប់រយមុខទ្រដោយជើងពៀនមាសជើងពៀនប្រាក់មានសាច់ដំរីព្រៃសឆ្លុះត្រីមាន់ទាគ្រប់មុខចំណែកឯព្រះនាងបងរត់រកអ្វីមិនទាន់បានឃើញសាច់ដែលសេះសល់យកមកធ្វើមានក្លិនស្អុយថ្ងៃក្រោយមកទៀតព្រះរាជាមិនបង្គាប់ទេតែព្រះអង្គប្រាប់អាមាត្យឲ្យទៅហៅបុត្រីទាំងអស់ព្រមទាំងតាយាយនិងចៅត្រជាទៅទេឲ្យមកចូលរួមពិធីបុណ្យពិសេសគឺឲ្យចៅត្រជាទៅទេមកចូលរួមកុំបីអខានដោយសុំឲ្យតែមកជួយចាត់ចែងកិច្ចការតែប៉ុណ្ណោះអាមាត្យចេញផុតពីផ្ទះចៅត្រជាទៅទេឆ្ងល់រួចសួរព្រះនាងពៅថាតើព្រះបិតាហៅឲ្យទៅធ្វើអ្វីខ្ញុំមិនទៅទេព្រះនាងយាងទៅជាមួយយាយតាចោះព្រោះខ្ញុំមានតែត្រជាទៅទេតើអាចធ្វើអ្វីនឹងកើតដោយចៅត្រជាទៅទេចេះតែប្រកែកមិនព្រមទៅព្រះនាងពៅនិងយាយតាក៏នាំគ្នាទៅ3នាក់ពេលអ្នកទាំង3ចេញផុតទៅចៅត្រជាទៅទេចេញពីសម្បរត្រជាមានរូបរាងស្អាតព្រមទាំងមានសម្លៀកបំពាក់និងគ្រឿងអលង្ការភ្លឺចិញ្ចាញចិញ្ចាំងពេញផ្ទះពេលនោះចៅត្រជាទៅទេក៏បានទៅចូលរួមក្នុងពិធីបុណ្យក្នុងឯព្រះរាជវាំងដែរអ្នកបម្រើអ្នកធ្វើម្ហូបអ្នកដាំបាយនាំគ្នាមើលផ្លឹកពីរូបសម្បត្តិដ៏ល្អនៃចៅត្រជាទៅទេអ្នករែកទឹកឈោផ្លឹកដោយដៃកាន់ដងរែកនិងធុងទឹកអ្នកធ្វើម្ហូបកាន់កាំបិតផ្លឹកលេងហាន់សាច់និងបន្លែអ្នកដាំបាយផ្លឹករវល់តែមើលយកដៃទៅដុតអស់ចំនួនពេលនោះចៅត្រជាទៅទេដើរទៅជិតព្រះនាងពៅហើយនិយាយទៅកាន់ព្រះនាងថាព្រះនាងសុំមលូមួយម៉ាត់មកព្រះនាងពៅឆ្លើយថាខ្ញុំមានប្តីហើយកុំនិយាយលេះលោះរកខ្ញុំចៅត្រជាទៅទេឆ្លើយថាមានប្តីឯណាមានតែត្រជានឹងព្រះនាងពៅតបវិញថានឹងហើយខ្ញុំមិនអាចឲ្យអ្នកបានទេអ្នកឯងមិនខ្លាចបាបកម្មទេឬព្រះនាងពៅដើរចេញចៅត្រជាទៅទេដើរតាមរួចសុំទៀតថាសូមព្រះនាងឲ្យមលូមួយម៉ាត់ថ្នាំមួយចុកមកព្រះនាងពៅដើរកិច្ចចុះកិច្ចឡើងតែចៅត្រជាទៅទេចេះតែដើរតាមហើយនិយាយថាព្រះនាងពៅចិត្តអាក្រក់ម្លេះឃើញព្រះបិតាកំពុងតែធ្វើបុណ្យទេឬព្រះនាងពៅធុញពេកក៏រត់គេចទៅផ្ទះពេលចូលដល់ក្នុងផ្ទះស្រាប់តែឃើញសម្បកត្រជាដែលមូលទុកលើក្រែព្រះនាងយល់សេចក្តីក៏យកទៅលាក់ដើម្បីទុកដុតចោលដោយឃើញសភាពស្ងាត់គ្មានមនុស្សសោះនោះព្រះនាងពៅក៏យកសម្បកត្រជាចេញពីផ្ទះដើរទៅរកកន្លែងវាលស្អាតធំស្រឡះនៅមុខផ្ទះរួចក៏ដុតសម្បកនោះចោលទៅរំពេចនោះស្រាប់តែคล้ายទៅជារំពេចនោះស្រាប់តែคล้ายទៅជាវាំងមានប្រាសាទដ៏ល្អលើសវាំងព្រះបិតាទៅទៀតនៅក្នុងវាំងនោះមានប្រាសាទធំពីរគឺមួយសម្រាប់យាយតានិងមួយទៀតសម្រាប់ព្រះនាងនិងស្វាមីពេលនោះស្វាមីព្រះនាងព្រមទាំងយាយតាត្រឡប់មកពីចូលរួមពិធីបុណ្យនៅព្រះរាជវាំងវិញយាយតាមានសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបាត់ផ្ទះហើយលេចឡើងប្រាសាទដ៏ស្កឹមស្កៃវិញទទឹមនឹងនោះគាត់ស្រឡាំងកាំងដែលឃើញបុរសដ៏ល្អដូចទេវតាឈរសើចញញឹមមករកគាត់ទៀតគាត់ឆ្ងល់ណាស់ព្រោះបុរសនោះសម្លឹងមុខគាត់ឥតព្រិចភ្នែក
តែព្រះនាងពៅបានចេញពីប្រាសាទមកទទួលស្វាមីព្រមទាំងសារស័ព្ទសេចក្តីសពគ្រប់ជូនយាយតាស្ដាប់ទៀតជាច្រើនថ្ងៃកន្លងទៅព្រះរាជាបាត់មិនឃើញបុត្រីពៅមកលេងក៏ឲ្យអាមាត្យទៅមើលក្រែងមានការឈឺស្កាត់ពេលទៅដល់កន្លែងផ្ទះដែលយាយតាធ្លាប់រស់នៅស្រាប់តែឥតឃើញផ្ទះគេឆ្ងល់យ៉ាងខ្លាំងដែលឃើញតែប្រាសាទយ៉ាងល្អបណ្ដាច់ព្រមទាំងឮសំឡេងភ្លេងប្រគំគួរឲ្យសប្បាយរីករាយអាមាត្យក៏សាកចូលទៅមើលស្រាប់តែឃើញព្រះនាងពៅនិងស្វាមីពួកគេទូលព្រះនាងថាព្រះបិតានឹកព្រះនាងណាស់សូមព្រះនាងយាងទៅលេងព្រះបិតាភ្លាមពេលព្រះនាងពៅនិងស្វាមីយាងចុះចូលកលដល់ប្រាសាទព្រះរាជាឆ្ងល់យ៉ាងខ្លាំងក៏សួរថាពៅមិនកូនទៅយកប្តីពីណាពីណីឲ្យមកថ្វាយបង្គំបិតាអញ្ចឹងក្រែងប្តីកូនជាចៅត្រជាទៅទេឬព្រះនាងពៅទូលតបទៅវិញថាពិតមែនហើយព្រះបិតានេះគឺចៅត្រជាទៅទេដែលទៅតែចេញពីសម្បកត្រជាពៅខ្លាចព្រះបិតាមិនជឿក៏បានយកអាវដែលក្រាលដាក់ត្រជាពីលើពេលរៀបការនោះមកថ្វាយព្រះរាជបិតាតូចដែរដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ខ្ញុំម្ចាស់និងស្វាមីសូមយាងព្រះបិតាទៅក្រសាលឯប្រាសាទពួកខ្ញុំម្ចាស់ព្រះរាជាក៏យល់ព្រមទាំងបុត្រទាំងពីរពេលយាងទៅដល់ពួកអ្នកដង្ហែអមព្រះរាជដំណើរស្ងើចសរសើរយ៉ាងខ្លាំងពីប្រាសាទដ៏ល្អអស្ចារ្យឯព្រះរាជាក៏លន់មាត់ថាប្រាសាទពៅល្អស្អាតធំជាងប្រាសាទបិតាទៅទៀតបន្ទាប់មកព្រះនាងពៅនិងចៅត្រជាទៅទេរៀបព្រះរាជសោយថ្វាយព្រះរាជបិតានិងអ្នកពិសាភោជនាអាហារចំនួន100មុខដំណឹងនេះបានឮដល់បងទាំង6នាក់បានធ្វើឲ្យពួកគេនាំគ្នាទៅមើលដោយគ្មានការអញ្ជើញពេលបងចូលទៅដល់ប្រាសាទនាងពៅទទួលបងដោយរីករាយព្រះនាងដឹកដៃពួកបងឡើងទៅលើប្រាសាទហើយហៅចៅត្រជាទៅទេឲ្យមកគួសមពួកបងព្រមទាំងរៀបចំព្រះសោយថ្វាយបងទៀតពេលចៅត្រជាទៅទេចូលទៅក្នុងបន្ទប់ពួកបងសួរនាងពៅថាតើអូនចេះបំរើផ្គប់គុណថ្វាមីយ៉ាងម៉េចដែរពេលប្តីត្រឡប់មកពីបំពេញការងារវិញនាងពៅឆ្លើយថាពេលមកវិញខ្ញុំម្ចាស់តែងតែទទួលរាក់ទាក់យកចិត្តយកទៅក្តៅទឹកត្រជាក់មកលាងជើងនិងរៀបអាហារជូនពិសាហើយខ្ញុំម្ចាស់យកសក់ជូតជើងទៀតដោយក្តីច្រណែននិងសេចក្តីស្រឡាញ់ចំពោះចៅត្រជាទៅទេខ្លាំងពួកបងបាននិយាយណែនាំថាពៅធ្វើប៉ុណ្ណឹងប្តីមិនទាន់ស្រឡាញ់ខ្លាំងទេបើចង់ឲ្យប្តីស្រឡាញ់លើសមុនពេលប្តីចិត្តត្រឡប់មកវិញពៅចូលលីងម្ទេសក្រៀមបុកឲ្យម៉ត់រួចចាំជះដាក់មុខប្តីជារៀងរាល់ពេលដោយក្តីល្ងងនឹងចង់ឲ្យប្តីស្រឡាញ់ខ្លាំងឡើងទៀតនាងពៅក៏ធ្វើតាមការណែនាំរបស់បងចំនួន3លើកទី1ប្តីសើចហើយណែនាំថាពៅអូននិចក៏ធ្វើអញ្ចឹងបងក្រហាយភ្នែកណាស់លើកទី2ប្តីខឹងច្រឡោតហើយប្រាប់ថាពៅឈប់លេងរបៀបនេះទៅប្រសិនបើមិនស្ដាប់បងនឹងឈប់យាងចូលប្រាសាទហើយព្រះនាងពៅនៅតែមិនស្ដាប់គឺនៅតែបន្តធ្វើតាមការណែនាំរបស់បងនៅលើកទី3បន្តទៀតម្ដងនេះចៅត្រជាទៅទេខឹងមែនតែនក៏ដើរចេញពីប្រាសាទព្រោះយល់ថាប្រពន្ធស្អប់ខ្លួនហើយដូច្នេះគួរអញវិលត្រឡប់ទៅរកម៉ែវិញពេលទៅជួបម៉ែទេវតាវិញគេបានរៀបរាប់អស់សេចក្តីឯម៉ែទេវតាក៏ឆ្លើយវិញតបថាបើគេស្អប់ហើយចាំម៉ែរកប្រពន្ធឲ្យទៀតពេលប្តីចេញទៅបាត់គ្មានដំណឹងនាងពៅអង្គុយយំសោកនឹកប្តីយ៉ាងខ្លាំងម្យ៉ាងទៀតពេលនេះខ្លួនក៏មានផ្ទៃពោះផង
រឹតតែធ្វើឲ្យនាងសោកសៅឡើងនាងពៅក៏សម្រេចចិត្តលួចចេញទៅតាមប្តីដោយមិនឲ្យយាយតាដឹងទៀតពេលចាកចេញដល់ព្រៃហើយនាងពៅបានកាត់សក់ផ្ញើនឹងដើមឈើនាងដោះប្រដាប់ប្រដាគ្រឿងអលង្ការផ្ញើនឹងដើមសំរោងហើយខ្លែងខ្លួនស្លៀកពាក់ជាបុរសនាងត្រាច់ដើរកាត់វាលចូលព្រៃរកគ្រប់ទិសទីទម្រាំបានជួបប្តីតែប្តីនាងមិនស្គាល់នាងឡើយនាងពៅបានសុំចៅត្រចៀកទទេធ្វើជាមិត្តសម្លាញ់ដេកដើរឈរអង្គុយនៅជាមួយគ្នាឯចៅត្រចៀកទទេក៏ឆ្ងល់ដែរដែលឃើញនាងពៅជាប្រុសពាក់ចិញ្ចៀនដែលខ្លួនបានពាក់ឲ្យប្រពន្ធទុកបញ្ចាំចិត្តទៅវិញតែគេមិនទាន់ហ៊ានសាកសួរព្រោះទៅតែស្គាល់គ្នាពេលមួយគេកំពុងតែដេកលេងជាមួយគ្នាចៅត្រចៀកទទេនិយាយទៅកាន់នាងពៅថាអាប្អូនតើពេលណាទៅឯងរកប្រពន្ធនាងពៅឆ្លើយថាចាំបងប្រុសយកប្រពន្ធមុនសិនចៅត្រចៀកទទេក៏និយាយបន្តថាអញ្ចឹងយើងបែកគ្នាមួយរយៈសិនព្រោះបងមានការរវល់ទៅផ្ទះជួបម៉ែតែបើពេលយើងនឹករលឹកគ្នាយើងនឹងត្រូវលំបៃឆ្លើយឆ្លងគ្នាជារៀងរាល់ពេលដែលគេនឹកដល់គ្នាអ្នកទាំងពីរតែងតែផ្លុំបៃសាសងគ្នាជានិច្ចប៉ុន្តែថ្ងៃមួយចៅត្រចៀកទទេនឹកនាងពៅយ៉ាងខ្លាំងគេប្រឹងផ្លុំបៃចេះតែតឹងឡើងមិនចេញសូសោះគេខឹងខ្លាំងពេកក៏បោះបៃនោះចោលស្រាប់តែបៃនោះចេញទឹកដោះម៉ែទេវតាដឹងដូច្នេះក៏ប្រាប់ទៅចៅត្រចៀកទទេឲ្យវិលទៅរកប្រពន្ធវិញភ្លាមពេលមកដល់ប្រាសាទនាងពៅក៏បានសម្រាលបុត្រឯចៅត្រចៀកទទេមានការសោកស្ដាយយ៉ាងខ្លាំងតែក៏បានសួរនាំពីបញ្ហាដែលនាងពៅចេះតែជះម្ទេសលើមុខប្តីនាងពៅឆ្លើយថាមកពីខ្ញុំស្រឡាញ់ប្តីពេកគឺធ្វើតាមការណែនាំរបស់បងថ្លែងពីព្រះបិតាបាត់នាងពៅនិងចៅត្រចៀកទទេយូរពេកក៏ឲ្យគេទៅយាងនាងពៅនិងស្វាមីមកលេងព្រះអង្គបានសាកសួរសុខទុក្ខរួចហើយដឹងសេចក្តីគ្រប់យ៉ាងដូច្នេះក៏បញ្ជាឲ្យពួកអាមាត្យដាក់ទណ្ឌកម្មដោយជះទឹកអំបិលនិងជះម្ទេសលើមុខបងព្រមទាំងស្រោចទឹកក្តៅទៀតតែដោយសារជាឲ្យពួកអាមាត្យស្រុលហួសខ្លាំងពេកក៏បណ្ដាលឲ្យពួកបងស្លាប់អស់ទៅ